ដំសូរ៉ាមរិទ្ធព្រះបិតារបស់សម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃទី3ខែមេសាឆ្នាំ1960បានបង្កើតឡើងជាបន្ទាន់នៅបញ្ហាជ្រើសរើសអ្នកគ្រងរាជសម្បត្តិបន្តតាមបែបបទជាផ្លូវការក្រមប្រឹក្សារាជសម្បត្តិជាអ្នកមានភារៈជ្រើសរើសក្សត្រអង្គណាម្នាក់ដែលជាព្រះរាជវង្សរបស់ព្រះអង្គឌួងឲ្យឡើងគ្រប់គ្រងរាជបល្ល័ង្កសមាជិកនៃក្រមប្រឹក្សារាជសម្បត្តិនេះរួមមានប្រធានព្រឹទ្ធសភានិងសភាជាតិនាយករដ្ឋមន្ត្រីនិងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនៅពេលដែលព្រះបិតាព្រះអង្គជួលទីវង្គតនោះសម្ដេចព្រះនរោត្តមសីហនុទ្រង់មានតំណែងជានាយករដ្ឋមន្ត្រីប្រវត្តិវិទូជាតិអូស្ត្រាលីម្នាក់ឈ្មោះលោក Milton Osborne បានសរសេរថាថ្វីត្បិតតែសម្ដេចព្រះនរោត្តមសីហនុទ្រង់ជាសមាជិកមួយអង្គនៅក្នុងក្រមប្រឹក្សារាជសម្បត្តិនេះមែនក៏ប៉ុន្តែព្រះអង្គមានឥទ្ធិពលគ្របដណ្ដប់ទៅលើក្រមប្រឹក្សានេះរួមទាំងទៅលើព្រះអង្គម្ចាស់មុនីរ៉េតដែលជាព្រះប្រធាននៃក្រមប្រឹក្សានេះផងលោកបន្តថាទោះបីជាសមាជិកដទៃណាម្នាក់នៅក្នុងក្រមប្រឹក្សារាជសម្បត្តិនេះមានគំនិតចង់ជ្រើសតាំងក្សត្រាអង្គណាម្នាក់ជាព្រះមហាក្សត្រថ្មីក៏ដោយចុះប្រសិនបើសម្ដេចព្រះនរោត្តមសីហនុសម្រេចព្រះទ័យថាមិនត្រូវជ្រើសរើសក្សត្រាអង្គណាឲ្យឡើងគ្រងរាជជាបន្តទៀតនោះគ្មានមតិរបស់ជនណាម្នាក់នៅក្នុងក្រមប្រឹក្សានេះអាចក្លាយជាការពិតបានឡើយដូច្នេះហើយបានជាសេចក្តីសម្រេចចិត្តនៅពេលនោះគឺមិនត្រូវតែងតាំងព្រះមហាក្សត្រថ្មីទេផ្ទុយទៅវិញសេចក្តីព្រាងច្បាប់មួយបានត្រូវគេបង្កើតឡើងហើយបញ្ជូនទៅសភាជាបន្ទាន់ដើម្បីបង្កើតក្រុមប្រឹក្សាមួយដែលគេឲ្យឈ្មោះថាក្រុមប្រឹក្សារាជានុសិទ្ធិក្រុមប្រឹក្សារាជានុសិទ្ធិនេះមិនមានអំណាចប្រតិបត្តិទេក៏ប៉ុន្តែអាចតំណាងរាជបល្ល័ង្កខ្មែរបាននៅថ្ងៃទី7ខែមេសាក្រោយការជួលទីវង្គតរបស់ព្រះបាទសូរ៉ាមរិទ្ធបាន3ថ្ងៃសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយដល់ប្រជារាស្ត្រខ្មែរព្រះអង្គទ្រង់បានបង្ហាញឡើងនៅការមិនចុះសម្រុងនឹងចំនួនទាំងឡាយក្នុងចំណោមរាជវង្សានុវង្សដែលកើតឡើងដោយការច្រណែននិងការប្រកួតប្រជែងដណ្ដើមអំណាចគ្នានិងដែលជាប្រពៃណីរបស់រាជវង្សខ្មែរតាំងពីពាក់កណ្ដាលសតវត្សទី19មកម្លេះនោះនៅក្នុងសេចក្តីថ្លែងការណ៍នោះសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនបានបញ្ចេញឈ្មោះបុត្រាអង្គណាមួយរបស់ព្រះអង្គសម្រាប់ជាបេក្ខជនព្រះមហាក្សត្រថ្មីទេត្បិតបុត្រាទាំងនោះនៅមានវ័យក្មេងនិងមិនមានបទពិសោធន៍គ្រប់គ្រាន់ផងមិនត្រឹមតែប៉ុណ្ណោះទេលោកសាស្ត្រាចារ្យ Milton Osborne បានអះអាងថាសម្ដេចព្រះនរោត្តមសីហនុទ្រង់មានព្រះបន្ទូលបន្ទាបបន្ថោកបុត្រាបុត្រីរបស់ព្រះអង្គផងជាពិសេសដៅទៅលើបុត្រាច្បងគឺព្រះអង្គម្ចាស់នរោត្តមរណរដ្ឋដែលព្រះអង្គទ្រង់មានព្រះបន្ទូលថាគ្មានចេះធ្វើអ្វីកើតក្រៅតែពីចេះបើកឡានលឿននិងវាយរឹកក្រអឺតក្រទមដាក់ប៉ូលីសតែប៉ុណ្ណោះទោះបីជាសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនទាន់រកបាននូវរូបមន្តដ៏ល្អប្រសើរណាមួយក្នុងការអនុញ្ញាតឲ្យមានព្រះមហាក្សត្រឡើងគ្រងរាជ្យបន្តផងនិងរក្សាអំណាចទុកក្នុងព្រះហស្ថព្រះអង្គផងក៏ការបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិនេះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នតែប៉ុណ្ណោះដំណោះស្រាយយូរអង្វែងចាំបាច់ត្រូវមានក្សត្រអង្គណាម្នាក់ឡើងគ្រប់គ្រងរាជបល្ល័ង្កក៏ប៉ុន្តែលោកសាស្ត្រាចារ្យ Milton Osborne បានអះអាងថាសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនទុកព្រះទ័យលើសមាជិកនៃរាជវង្សណាម្នាក់ឡើយសូម្បីតែព្រះមាតាកុសុមនារីរតន៍ក៏ព្រះអង្គទ្រង់មិនទុកព្រះទ័យក្នុងការឡើងគ្រងរាជ្យនេះដែរព្រោះខ្លាចរបូតអំណាចពីព្រះហស្ថរបស់ព្រះអង្គនៅពេលដែលព្រះអង្គទ្រង់សម្រេចព្រះទ័យដាច់ណាត់ថានឹងមិនអនុញ្ញាតឲ្យមានអ្នកស្នងរាជបន្តហើយនោះព្រះអង្គទ្រង់ចាប់ផ្ដើមរិះរកបង្កើតតំណែងណាមួយសម្រាប់ព្រះអង្គដើម្បីអនុញ្ញាតឲ្យព្រះអង្គអាចគ្រប់គ្រងរាជបល្ល័ង្កក្នុងនីតិជាប្រមុខរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញផងនិងក្នុងពេលជាមួយគ្នានោះក្តោបក្តាប់អំណាចខាងនយោបាយសំខាន់ផងលោក Milton Osborne បានសរសេរថាដើម្បីសម្រេចគោលបំណងនេះជាដំបូងសម្ដេចព្រះនរោត្តមសីហនុទ្រង់លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីបន្ទាប់មកទៀតព្រះអង្គទ្រង់ចាត់ឲ្យមានការបោះឆ្នោតប្រជាមតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី5ខែមិថុនាលទ្ធផលជាផ្លូវការចុងក្រោយនៃការបោះឆ្នោតប្រជាមតិនោះបានឲ្យដឹងថាព្រះនរោត្តមសីហនុទទួលបានសម្លេងគាំទ្រ 99.98% គឺដោយសារលទ្ធផលនៃការបោះឆ្នោតបង្ហាញថាប្រជារាស្ត្រខ្មែរគាំទ្រព្រះអង្គយ៉ាងលើសលប់នេះហើយ
ទើបគេបានបង្កើតឡើងនៅតំណែងថ្មីមួយថ្វាយព្រះអង្គគឺតំណែងព្រះប្រមុខរដ្ឋសភាជាតិបានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី12ខែមិថុនាបន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតប្រជាមតិបាន4ថ្ងៃដើម្បីកែប្រែរដ្ឋធម្មនុញ្ញមាត្រាទី122អនុញ្ញាតឲ្យមានការតែងតាំងប្រមុខរដ្ឋតាមការបោះឆ្នោតចុងបាននៅថ្ងៃទី20ខែមិថុនាឆ្នាំ1960សម្ដេចព្រះនរោត្តមសីហនុទ្រង់ស្បត់ចូលកាន់តំណែងជាព្រះប្រមុខរដ្ឋនៅចំពោះមុខសភាជាតិនៅក្នុងឱកាសនោះព្រះអង្គទ្រង់ថ្លែងទៅកាន់សភាជាតិថាព្រះអង្គនឹងកែតម្រង់ការគ្រប់គ្រងនៃព្រះបរមរាជវាំងហើយនឹងត្រៀមរៀបចំជ្រើសរើសព្រះមហាក្សត្រឲ្យឡើងគ្រងរាជ្យថ្មីផងទន្ទឹមនឹងនោះដែរព្រះអង្គក៏ទ្រង់ទទួលយកនីតិទាំងឡាយដែលពីមុនមកជាភារៈរបស់ព្រះមហាក្សត្រដូចជាការធ្វើសវនាការជាមួយប្រជារាស្ត្រដើម្បីផ្ដល់ឱកាសឲ្យប្រជារាស្ត្រថ្លែងនៅទុក្ខសោករបស់ខ្លួនចំពោះមុខអ្នកដឹកនាំជាដើមព្រះអង្គក៏ទ្រង់នៅកាន់តំណែងជាព្រះប្រធានរបស់គណៈបកសង្គមរាស្ត្រនិយមផងដែរព្រះអង្គទ្រង់បានបញ្ចប់ព្រះរាជសន្ទរកថាដោយទ្រង់បានស្នើឲ្យសភាជាតិអនុម័តនៅមធ្យោបាយមួយដើម្បីថ្វាយព្រះតំណែងឲ្យព្រះមេដាកុសុមនារីរដ្ឋរបស់ព្រះអង្គឲ្យក្លាយជានិមិត្តរូបនៃរាជបល្ល័ង្កបើតាមសាស្ត្រាចារ្យមីលធុនអូស្បូនថាសំណើចុងក្រោយរបស់ព្រះអង្គនេះប្រសិនបើសភាជាតិសម្រេចតាមមែននឹងធ្វើឲ្យសម្ដេចព្រះនរោត្តមសីហនុទ្រង់ក្តោបក្តាប់អំណាចគ្រប់យ៉ាងនៅក្នុងប្រហោះរបស់ព្រះអង្គផ្ទាល់តែម្ដងគឺព្រះអង្គទ្រង់កាន់អំណាចមែនតែនក្នុងព្រះនាមជាព្រះប្រមុខរដ្ឋផងនិងទ្រង់មានអំណាចនិមិត្តរូបជំនួសព្រះមហាក្សត្រផងទីបំផុតសភាជាតិក៏សម្រេចតែងតាំងព្រះមហាក្សត្រព្រះយានីស៊ីសវ័តកុសុមនារីរដ្ឋជាតំណាងព្រះរាជបល្ល័ង្កខ្មែរតាមព្រះរាជបំណងរបស់សម្ដេចព្រះនរោត្តមសីហនុឆ្នាំ1960គឺជារយៈពេលមួយដែលសម្ដេចព្រះនរោត្តមសីហនុទ្រង់ឈានដល់ចំណុចកំពូលនៃការក្តោបក្តាប់អំណាចក៏ប៉ុន្តែទន្ទឹមនឹងនោះនេះក៏ជារយៈពេលមួយដែលពួកឆ្វេងនិយមប្រកាន់យកជំហរដាច់ណាត់មួយក្នុងការប្រឆាំងនឹងព្រះអង្គវិញរហូតដល់ពួកនេះដណ្ដើមបានជោគជ័យនៅឆ្នាំ1975ដែរក្រុមដែលប្រឆាំងនឹងសម្ដេចព្រះនរោត្តមសីហនុនៅពេលនោះមិនមានសម្លេងនៅក្នុងសភាឬមានមុខតំណែងធំដុំណាមួយនៅក្នុងរាជរដ្ឋាភិបាលទេពួកនេះអ្នកខ្លះបន្តធ្វើចលនាប្រឆាំងដោយលួចលាក់ស្ងាត់កំបាំងនិងខ្លះទៀតធ្វើដោយចំហតាមរយៈកាសែតឬតាមការបញ្ចូលនិន្នាការនយោបាយរបស់ខ្លួននៅតាមសាលារៀនជាដើមដើម្បីទាក់ទាញយុវសិស្សទោះបីជាក្រុមចលនាប្រឆាំងធ្វើយុទ្ធនាការដោយស្ងាត់កំបាំងឬដោយបើកចំហក្តីក្រុមនេះប្រឈមមុខទៅនឹងបញ្ហាសំខាន់ពីរទី1គឺបញ្ហាមនោគមវិជ្ជាព្រះប្រមុខរដ្ឋសីហនុទ្រង់ប្រកាន់យកជំហរអព្យាក្រឹតក្នុងគោលនយោបាយបរទេសរបស់ព្រះអង្គចំពោះពួកប្រឆាំងប្រការនេះបានធ្វើឲ្យពួកគេមានការលំបាកក្នុងការរិះគន់រាជរដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តមសីហនុនៅពេលដែលពួកគេប្រកាន់ជំហរឆ្វេងនិយមស្រាប់ពួកគេពិបាកនឹងរិះគន់រដ្ឋាភិបាលមួយដែលទទួលជំនួយនិងមានទំនាក់ទំនងល្អជាមួយនឹងមេកុម្មុយនីសធំដូចជាសហភាពសូវៀតប្រទេសចិននិងវៀតណាមខាងជើងជាដើមបញ្ហាចម្បងទី2ដែលជាឧបសគ្គក្នុងចលនាប្រឆាំងរបស់ក្រុមឆ្វេងនិយមគឺការគៀបសង្កត់និងការធ្វើទុកបុកម្នេញពីសំណាក់កងរក្សាសន្តិសុខនិងគិញសម្ងាត់របស់សម្ដេចព្រះនរោត្តមសីហនុតែម្ដងមានអ្នកកាសែតនិងនិពន្ធនាយកនៃក្រុមឆ្វេងនិយមមិនតិចទេដែលត្រូវគេសម្លាប់និងធ្វើបាបបំបាក់ស្មារតីនៅខែតុលាឆ្នាំ1959និពន្ធនាយកនៃកាសែតប្រជាជនដែលជារណសិរ្សកុម្មុយនីសត្រូវគេលួចសម្លាប់ចោលបន្ទាប់ពីនោះខៀវសំផនដែលកាលនោះជានិពន្ធនាយកនៃកាសែតជាភាសាបារាំងមួយឈ្មោះ Observateur ក៏ត្រូវគេវាយធ្វើបាបសម្រាប់ខោអាវយ៉ាងព្រៃផ្សៃនៅខែកក្កដានិងខែសីហាឆ្នាំ1960អ្នកកាសែតប្រកាន់ឆ្វេងនិយមមួយចំនួនទៀតត្រូវគេចាប់ដាក់ពន្ធនាគារនៅពេលដែលពួកនេះសរសេររិះគន់គោលនយោបាយសិក្សាធិការជាតិរបស់រាជរដ្ឋាភិបាលសម្ដេចព្រះនរោត្តមសីហនុលោក Milton Osborne បានធ្វើការសន្និដ្ឋានថាគឺដោយសារមានការគៀបសង្កត់កាន់តែខ្លាំងឡើងដូច្នេះហើយ
បានជានៅចុងខែកញ្ញាឆ្នាំ1960ក្រមឆ្វេងនិយមមានគ្នា21នាក់បានបើកកិច្ចប្រជុំជាសម្ងាត់មួយនៅក្បែរស្ថានីយ៍រថភ្លើងនៃក្រុងភ្នំពេញក្នុងចំណោមជនទាំង21នាក់នេះមានសឡុតសដែលក្រោយមកបានក្លាយជាមេឃាតករប៉ុលពតនិងមេខ្មែរក្រហមល្បីល្បាញម្នាក់ទៀតឈ្មោះអៀងសារីជាដើមលោកថានៅក្នុងដំណាក់កាលនោះក្រមឆ្វេងនិយមទាំងនេះទទួលការគៀបសង្កត់យ៉ាងខ្លាំងពីសម្ដេចព្រះនរោត្តមសីហនុសមិទ្ធផលដ៏ធំរបស់ពួកគេនៅពេលនោះគឺត្រឹមតែបន្តដង្ហើមឲ្យបានរស់មួយពេលតែប៉ុណ្ណោះនៅដើមឆ្នាំ1959មនុស្សជំនិតម្នាក់របស់សម្ដេចព្រះនរោត្តមសីហនុបានរៀបចំផែនការបង្កើតគណៈបកនយោបាយប្រឆាំងមួយជននោះគឺលោកសំសារីកូនប្រុសបង្កើតរបស់លោកសំសារីម្នាក់គឺលោកសំរាំងស៊ីបច្ចុប្បន្ននេះកំពុងតែចូលប្រឡូកយ៉ាងសកម្មក្នុងឆាកនយោបាយកម្ពុជាក្នុងតួនាទីជាប្រធានគណៈបកប្រឆាំងមួយដែរដែលមានឈ្មោះថាគណៈបកសំរាំងស៊ីយោងតាមសៀវភៅប្រវត្តិរូបសង្ខេបនៃសមាជិកគណៈកម្មាធិការកណ្ដាលនៃគណៈបកសង្គមរាស្ត្រនិយមលោកសំសារីកើតនៅថ្ងៃទី6ខែមីនាឆ្នាំ1917ក្រោយពីបានបញ្ចប់ការសិក្សានៅលីសេស៊ីសវ័តនៅឆ្នាំ1946លោកបានទៅបន្តការសិក្សានៅប្រទេសបារាំងហើយទទួលបានសញ្ញាបត្របរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យប៉ារីលោកបានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ1950ហើយបានទទួលមុខងារសំខាន់មួយចំនួននៅក្នុងរាជរដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តមសីហនុលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសអង់គ្លេសផងដែរគឺនៅក្រុងឡុងនៃប្រទេសអង់គ្លេសនោះហើយដែលលោកសំសារីមានបញ្ហាជាមួយស្ត្រីម្នាក់ហើយត្រូវបានសម្ដេចព្រះនរោត្តមសីហនុដកហូតតំណែងនិងទ្រង់បញ្ជាឲ្យវិលចូលប្រទេសវិញដើម្បីជួយស្ដារមុខមាត់លោកសំសារីឡើងវិញសម្ដេចព្រះនរោត្តមសីហនុទ្រង់បានតែងតាំងលោកសំសារីនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់នៃរាជបល្ល័ង្កទោះជាយ៉ាងណាក៏ដោយលោកសំសារីនៅតែមានការមិនសប្បាយចិត្តហើយចាប់ផ្ដើមមាននិន្នាការបំបែកខ្លួនចេញពីសម្ដេចព្រះនរោត្តមសីហនុគណៈបកនយោបាយដែលលោកសំសារីប្រុងបង្កើតនេះត្រូវគេជឿថាគាំទ្រដោយសហរដ្ឋអាមេរិកក្រៅពីគ្រោងបង្កើតគណៈបកនយោបាយប្រឆាំងលោកសំសារីក៏បានបង្កើតកាសែតមួយដែរដែលលោកឲ្យឈ្មោះថាកាសែតរាស្ត្រាធិបតីអត្ថបទនានានៃកាសែតនេះប្រឆាំងនឹងប្រទេសចិនដែលសម្ដេចព្រះនរោត្តមសីហនុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកចនធូលីបានសរសេរថាកាសែតរាស្ត្រាធិបតីរបស់លោកសំសារីនេះមិនផ្សាយពាណិជ្ជកម្មទេលោកថាកាសែតនេះប្រហែលជាទទួលការឧបត្ថម្ភថវិកាពីសហរដ្ឋអាមេរិកសម្ដេចព្រះនរោត្តមសីហនុទ្រង់មិនយកព្រះទ័យទុកដាក់ប៉ុន្មានទេលើការចេញផ្សាយដំបូងនៃកាសែតនេះក៏ប៉ុន្តែនៅទីបំផុតព្រះអង្គទ្រង់បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើកាសែតនេះលោកសំសារីបានទាមទារសិទ្ធិបង្កើតគណៈបកប្រឆាំងរបស់លោកហើយបានដាក់ពាក្យសុំដល់រដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តមសីហនុក៏ប៉ុន្តែព្រះអង្គពុំឆ្លើយតបចំពោះពាក្យសុំរបស់លោកសំសារីទេទីបំផុតនៅថ្ងៃទី13ខែមករាឆ្នាំ1959ព្រះអង្គបានបដិសេធចំពោះការសុំបង្កើតគណៈបកប្រឆាំងដោយយោងទៅលើហេតុផលថាស្ថានទូតចិននិងបារាំងបានផ្ដល់ព័ត៌មានថាលោកសំសារីនិងលោកដាបឈួនដែលកាលនោះជាចៅហ្វាយខេត្តសៀមរាបបានលួចតាក់ទងជាមួយគិញសម្ងាត់អាមេរិកកាំងនិងជាមួយរដ្ឋាភិបាលថៃដើម្បីរៀបចំគម្រោងធ្វើរដ្ឋប្រហារផ្ដួលរំលំព្រះអង្គលោកសំសារីក៏បានគេចខ្លួនទៅប្រទេសវៀតណាមខាងត្បូងផ្ទះរបស់លោកត្រូវគិញសម្ងាត់របស់សម្ដេចព្រះនរោត្តមសីហនុចូលរុះរើឆែកឆេរលិខិតស្នាមមួយចំនួនដែលជាភស្តុតាងនៃផែនការធ្វើរដ្ឋប្រហារត្រូវគេរាយការណ៍ថាត្រូវបានរកឃើញនៅក្នុងការឆែកឆេរនេះហើយត្រូវបានគេយកទៅបោះពុម្ពផ្សាយជាសាធារណៈនៅក្នុងខណៈដែលលោកសំសារីគេចខ្លួនបាត់ទៅលោកដាបឈួនបានបន្តគម្រោងធ្វើរដ្ឋប្រហាររបស់លោកទៅមុខទៀតលោកចនធូលីសរសេរថាគម្រោងរដ្ឋប្រហារនេះមានការគាំទ្រពីសហរដ្ឋអាមេរិកនិងពីប្រទេសវៀតណាមខាងត្បូងលោកថាអ្នកការទូតអាមេរិកម្នាក់ឈ្មោះម៉ាត់ស៊ូអ៊ីបានទៅជួបលោកដាបឈួននៅខេត្តសៀមរាបហើយក្រោយពីជំនួបអាមេរិកកាំងនឹងលោកដាបឈួននេះស្ថានកុងស៊ុលវៀតណាមខាងត្បូងប្រចាំក្រុងភ្នំពេញបាននាំយកមាសសុទ្ធទម្ងន់100គីឡូក្រាមទៅឲ្យលោកដាបឈួនសម្រាប់ប្រើប្រាស់ក្នុងការធ្វើរដ្ឋប្រហារ
គម្រោងធ្វើរដ្ឋប្រហារនេះបានលេចលឺដល់ក្រុងភ្នំពេញម្ដងទៀតរួចអ្នកដែលចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារនេះខ្លះត្រូវគេបាញ់សម្លាប់ចោលខ្លះគេចខ្លួនទៅនៅក្រៅប្រទេសពីដំបូងលោកដាបឈួនបានគេចខ្លួនបាត់តែក្រោយមកត្រូវគេចាប់បានហើយបាញ់សម្លាប់ចោលទៅផ្ទួនគ្នានោះដែរនៅថ្ងៃទី29ខែមីនាឆ្នាំ1959ភរិយារបស់លោកដាបឈួនក៏ត្រូវបានគេរាយការណ៍ថាស្លាប់ដោយជំងឺទឹកនោមផ្អែមដែរអាងថាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងឡាយដែលធ្វើឲ្យមានអនុភាពក្នុងសម័យគ្រប់គ្រងប្រទេសរបស់សម្ដេចព្រះនរោត្តមសីហនុគឺចាប់ផ្ដើមឡើងនៅពេលដែលព្រះអង្គកាត់ផ្តាច់ជំនួយយោធារបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាឆ្នាំ1963កម្មវិធីជំនួយយោធារបស់សហរដ្ឋអាមេរិកនេះរួមមានការផ្គត់ផ្គង់ប្រាក់ខែដល់កងកម្លាំងប្រដាប់អាវុធនិងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារចាំបាច់ដទៃទៀតហើយដែលមានបរិមាណរហូតដល់ 15% នៃថវិកាជាតិទាំងមូលក្រោយពីការផ្តាច់ជំនួយយោធារបស់សហរដ្ឋអាមេរិកនេះទៅគ្មានប្រទេសណាមួយនៅលើពិភពលោកហ៊ានចេញមុខផ្ដល់ជំនួយយោធាដល់រដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តមសីហនុឲ្យមានទំហំប្រហែលនឹងជំនួយរបស់អាមេរិកកាំងនេះទេអ្វីត្បិតតែប្រទេសចិនបានចេញមុខផ្ដល់ជំនួយយោធាក្នុងរយៈពេល 2-3 ឆ្នាំក្រោយការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមែនប៉ុន្តែជំនួយជាគ្រឿងសព្វាវុធរបស់ចិននេះមានទំហំតិចតួចស្ដួចស្ដាងណាស់ប្រការនេះបានធ្វើឲ្យធម្មភាពយោធារបស់កម្ពុជាថយចុះដើម្បីដោះស្រាយទៅនឹងការបាត់ជំនួយពីសហរដ្ឋអាមេរិកនេះសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើជាទូពនីយកម្មផ្នែកនិហរណ៍អហរណ៍នេះគឺមានន័យថាមានតែស្ថាប័នរបស់ជាតិទេទើបអាចមានសិទ្ធិនាំទំនិញចេញចូលបានធនាគារឯកជនក៏ត្រូវបិទទ្វារទាំងស្រុងដែរដោយអនុលោមតាមនយោបាយសេដ្ឋកិច្ចថ្មីនេះវត្ថុបំណងដ៏សំខាន់របស់សម្ដេចព្រះនរោត្តមសីហនុក្នុងការផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនេះបើតាមការវិភាគរបស់លោកសាស្ត្រាចារ្យ David Chandler គឺមកពីព្រះអង្គមានព្រះទ័យចង់បញ្ជៀសកម្ពុជាកុំឲ្យតាក់ទិនទៅនឹងបញ្ហាសង្គ្រាមនៅវៀតណាមដែលសហរដ្ឋអាមេរិកកំពុងតែលូកដៃចូលយ៉ាងពេញទំហឹងម្យ៉ាងទៀតការផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនេះក៏គឺជាកត្តាមួយដែលធ្វើឲ្យព្រះអង្គអាចរក្សាទំនាក់ទំនងល្អជាមួយប្រទេសប្លុកកុម្មុយនីសទាំងឡាយមានប្រទេសចិននិងសហភាពសូវៀតជាដើមទោះជាយ៉ាងណាក៏ដោយការសម្រេចព្រះទ័យកាត់ផ្តាច់មិនទទួលជំនួយពីសហរដ្ឋអាមេរិករបស់សម្ដេចព្រះនរោត្តមសីហនុនេះបានជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិដែលព្រះអង្គមិនអាចប្រមាលទុកជាមុនបានការផ្តាច់ទំនាក់ទំនងសហរដ្ឋអាមេរិកបានធ្វើឲ្យស្ថានភាពនយោបាយរបស់ព្រះអង្គមានភាពក្លែងក្លួងហើយងាយទទួលរងនឹងការគៀបសង្កត់ពីប្លុកកុម្មុយនីសបន្ថែមពីលើនេះការបិទមិនឲ្យអ្នកជំនួញឯកជនធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសបានធ្វើឲ្យអ្នកជំនួញមួយចំនួនរកច្រកចេញបែបផ្សេងទៅវិញគឺពួកគេចាប់ផ្ដើមធ្វើជំនួញដោយលួចលាក់ជាមួយចលនាតស៊ូកុម្មុយនីសនៅវៀតណាមរហូតមកដល់ឆ្នាំ1967 1/4 នៃផលិតផលស្រូវនៃប្រទេសកម្ពុជាត្រូវគេលួចបញ្ចេញទៅលក់ឲ្យពួកកុម្មុយនីសវៀតណាមដែលហ៊ានឲ្យថ្លៃខ្ពស់ជាងការលក់ឲ្យស្ថាប័នជាតិនៅកម្ពុជាក្នុងពេលជាមួយគ្នានេះដែររដ្ឋាភិបាលក៏បានបាត់បង់ចំណូលពន្ធពីការនាំស្រូវអង្ករចេញនេះយ៉ាងសន្ធឹកសន្ធាប់ថែមទៀតផងក្រៅពីនេះការផ្លាស់ប្ដូរផ្នែកពាណិជ្ជកម្មអន្តរជាតិពីឯកជនគ្រប់គ្រងមកឲ្យរដ្ឋគ្រប់គ្រងវិញនេះបានធ្វើឲ្យបាត់បង់អ្នកជំនាញដែលធ្លាប់រ៉ាប់រងកិច្ចការនេះអ្នកកាន់កាប់ថ្មីសុទ្ធសឹងតែជាមន្ត្រីរាជការដែលមិនយល់ជំនាញនិងមិនមានសមត្ថភាពគ្រប់គ្រាន់ផងដើម្បីទប់ទល់នឹងការហូរចេញនៅស្រូវអង្ករតាមច្រកផ្សេងក្រៅអំពីការជួញដូរជាមួយស្ថាប័នរដ្ឋនៅដើមឆ្នាំ1967រដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តមសីហនុបានសម្រេចឲ្យកងកម្លាំងប្រដាប់អាវុធដើរប្រមូលស្រូវអង្ករពីកសិករហើយផ្ដល់តម្លៃតាមរដ្ឋកំណត់ប្រការនេះបានធ្វើឲ្យមានការបះបោរក្នុងជួរកសិករជាពិសេសនៅតំបន់សំឡូតខេត្តបាត់ដំបងការបះបោរនេះបានបណ្ដាលឲ្យមានការស្លាប់បាត់បង់ជីវិតកសិករអស់រាប់ម៉ឺននាក់សាស្ត្រាចារ្យ David Chandler បានសរសេរថាការសម្លាប់ជីវិតកសិករបះបោរទាំងនេះ
បានធ្វើឡើងក្រោមព្រះរាជបញ្ជារបស់សម្ដេចព្រះនរោត្តមសីហនុ